រឿងកូនប្រសាស្រីនៅក្នុងគ្រួសារលោកស្រីឆាវីដែលជាអ្នកមានមុខមាត់មានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដំលោកស្រីឆាវីជាស្ត្រីមេម៉ាយមានកូនប្រុសម្នាក់ឈ្មោះចំណានជាមន្ត្រីរាជការបម្រើការនៅរាជធានីអ្នកនាងខ្ញុំលើកបាញ់មកជូនអ្នកនាងណាទៀនម្ចាស់អរគុណហើយបងសនទុកនៅត្រង់នេះចុះបាទអ្នកនាងណែអាសនកិច្ចការស្អីរបស់ឯងហ៎ឯងមានមុខការត្រូវធ្វើស្អីខ្លះក្រែងត្រូវដឹងកយកទៅកំពង់ផែមែនទេមិនក៏មិនប្រញាប់តែធ្វើភ្លាមទៅឆាប់ទៅភ្លាមទៅហីបាទខ្ញុំដឹងហើយលោកស្រីខ្ញុំប្រញាប់ទៅភ្លាមទៀននាងនាតហងឯងឥឡូវណារឹកសម្បើមណាស់ណសុទ្ធតែឲ្យអ្នកលើកបាយលើកទឹកយកមកឲ្យឆៃដល់ក្នុងបន្ទប់ទៀតយ៉ាងម៉េចនាងឯងចង់ឡើងធ្វើជាលោកស្រីម្ចាស់ហើយហ៎អត់ទេអ្នកម៉ែខ្ញុំមិនបានធ្វើរកពីស្អីទេតែប្រហែលថ្ងៃនេះខ្ញុំចេះតែអស់កម្លាំងលះលះហើយលឹកដៃមិនរួចសោះល្បិចនាងឯងវាខ្ពស់ណាស់ចានក្បាននៅកខោអាវក៏មិនទាន់បោកធ្វើពុតជាឈឺព្រោះមិនចង់ធ្វើការនាងឯងស្មានតែអញដឹងមិនទាន់ឯងមែនទេម៉ែមិនបាច់ភ័យទេចាំខ្ញុំបានធូបបន្តិចខ្ញុំទៅបោកខោអាវហើយទោះបីជាឈឺប៉ុណ្ណាក៏ខ្ញុំមិនភ្លេចការងាររបស់ខ្ញុំដែរអេយ៉ាងម៉េចនាងឯងចង់ថាអញចិត្តខ្មៅហ៎ប្រើមនុស្សធ្វើការមិនដឹងឈឺមិនដឹងជាមែនទេនាងឯងផ្លែផ្កាឲ្យអញមែនទេហាអត់ទេម៉ែអត់ទេខ្ញុំអត់បាននិយាយអញ្ចឹងទេនាងឯងមិននិយាយអញ្ចឹងតែចង់មានន័យថាអញ្ចឹងអញមិនភ្លើទេវើយរាល់ថ្ងៃអញខ្មាស់គេសម្បើមណាស់ចំណានកូនប្រុសអញណាធ្វើដល់ជាមន្ត្រីនៅរាជធានីវាមិនសមណាយកនាងធ្វើជាប្រពន្ធទេនាងកូនកំព្រាគ្មានម៉ែគ្មានឪខ្វះអីនិមឺនមន្ត្រីអ្នកមានកិត្តិយសមកកគោកគេចង់លើកកូនឲ្យវាតែវាមិនយកមិនដឹងថានាងឯងដាក់ស្នេហ៍ប្រមាណគីឡូបានជាវាឆ្លុះបង្វេងងើបមុខមិនរួចបែបនេះម៉ែមិនក៏ម៉ែនិយាយអញ្ចឹងខ្ញុំអត់បានធ្វើស្នេហ៍ធ្វើស្នុកដូចជាម៉ែនិយាយទេខ្ញុំនឹងបងចំណានស្រឡាញ់គ្នាដល់ចិត្តនឹងចិត្តកន្លងមកមិនមែនថាខ្ញុំមិនដឹងទេថាម៉ែមិនពេញចិត្តខ្ញុំទោះបីជាខ្ញុំព្យាយាមសម្រាប់ខ្លួនយ៉ាងណាតែម៉ែក៏នៅតែស្អប់ខ្ពើមខ្ញុំម៉ែនាំស្រីនេះនាំស្រីនោះមកតាក់ប្តីខ្ញុំបំណងចង់ឲ្យប្តីប្រពន្ធខ្ញុំបែកបាក់គ្នាក៏ខ្ញុំដឹងអើវាយ៉ាងម៉េចបើមិនចង់ឲ្យអញស្អប់ខ្លាំងជាងនេះទេឯងប្រញាប់ព្រាត់ប្រាសចេញពីផ្ទះអញទៅនៅមុខក្រាស់ដល់ណាទៀតអញប្រាប់ឲ្យច្បាស់អញមិនរាប់នាងជាកូនប្រសាអញទេម៉ែខ្ញុំកងតែចេញទេតែចាំឲ្យប្តីខ្ញុំគាត់ត្រឡប់មកពីរាជធានីវិញសិនខ្ញុំលាគាត់ហើយខ្ញុំនឹងចេញទៅភ្លាមមិនធ្វើជាឆ្អឹងទៅតឹងកោះម៉ែទៀតទេយើនាងឯងចង់ទូពុតប្តីហ៎មីស្រីពុតត្បុតអញមិនអោយហងឯងនៅទេណែនាងឯងត្រូវចេញពីផ្ទះអញថ្ងៃនេះពេលនេះឥឡូវនេះចេញទៅភ្លាមទៅម៉ែមិនក៏ម៉ែដាច់ចិត្តចឹងនេះក៏បានខ្ញុំចុះចេញឥឡូវនេះក៏បានលោកស្រីមិនបាច់ដេញខ្ញុំទេខ្ញុំមិននៅផ្ទះលោកស្រីទៀតទេអើអញប្រាប់ឲ្យហើយណាមកតែខ្លួនទៅវិញក៏ទៅតែខ្លួនប្រាក់មកកាក់ម៉ាសេនក៏ឯងគ្មានសិទ្ធិយកទៅជាមួយដែរតែហ៊ានយកទៅណាអញប្តឹងនាងឯងដាក់គុកហើយវើយអ្នកនាងឈប់សិនអ្នកនាងឈប់សិនសនហើយនេះសនតាមខ្ញុំមកធ្វើអីអ្នកនាងខ្ញុំមានរបស់បន្តិចបន្តួចយកមកជូនអ្នកនាងនៅក្នុងបង្វិចនេះមានខោអាវប្រមាណសម្រាប់ហើយនឹងចំណុចចំណុកខ្លះអ្នកនាងយកទុកហូបតាមផ្លូវទៅអ្នកនាងសនអើយលំបាកដល់សនហើយអរគុណហើយណាសនបាទមិនអីទេបើអ្នកនាងចង់ផ្ដាំផ្ញើអីអាចផ្ដាំតាមខ្ញុំទៅប្រាំដល់ប្រុសបានណាអរគុណហើយបើអ្នកប្រុសរបស់សនត្រឡប់មកវិញសនប្រាប់គាត់ថានៅផ្ទះលោកចវាយស្រុកយ៉ាងម៉េចដែរចំណានណាគ្រីកូនស្រីពូនេះស្អាតទេអូបាទស្អាតខ្លាំងណាស់រីករាយណាស់ដែលបានស្គាល់ណាគ្រីចាបងចំណានខ្ញុំក៏សប្បាយចិត្តដែរណាបងហើយចំណានហើយចំណានពូស្ដាយណាស់និយាយប្រាប់ក្មួយតាមត្រង់ទៅចុះបើសិនជាក្មួយឯងនៅកំឡោះណាពូលើកកូនកំមុំឲ្យក្មួយឯងតែម្ដងថ្លៃបណ្ណាការមកកាក់ម៉ាស៊ីនក៏ពូមិនយកដែរបងមិន
កំពុងនិយាយបែបនេះកូនណាខ្មាស់បងចំណានស្លាប់ហើយ បាទអរគុណណាស់ដែលលោកចៅហ្វាយស្រុកផ្ដល់កិត្តិយសស្រឡាញ់រាប់អានចំពោះខ្ញុំយ៉ាងនេះនិយាយអញ្ចឹងខ្ញុំមកពីរាជធានីមិនទាន់បានទៅដល់ផ្ទះនៅឡើយទេថ្មនេះប្រហែលជាអ្នកផ្ទះខ្ញុំកំពុងតែចាំផ្លូវខ្ញុំហើយបើអញ្ចឹងខ្ញុំសូមលាលោកចៅហ្វាយស្រុកនិងអ្នកគ្រីសិនហើយ មិននៅហូបបាយផ្ទះខ្ញុំមកពេលសិនទេបងចំណាន បងអរគុណណាស់ណាគ្រីតែចាំឱកាសក្រោយជន់ណាមិនអីទេពូអរគុណហើយដែលឈៀងចូលមកលេងសុខសប្បាយណាស់ចំណានបាទអរគុណខ្ញុំជម្រាបលាសិនហើយ បងចំណានណាគាត់ពិតជាសង្ហាន់ណាខ្ញុំចង់បានគាត់មកធ្វើជាប្តីដល់ហើយ ណែគេមានប្រពន្ធហើយណាកូន មានប្រពន្ធក៏មានទៅមានប្រពន្ធបានក៏អាចលែងគ្នាបានដែរព្រោះតាមដែលខ្ញុំដឹងលោកស្រីឆាវីម្ដាយរបស់គាត់មិនពេញចិត្តនាងម្នាក់នោះទេដូច្នេះខ្ញុំនៅតែមានសង្ឃឹមណាពុក ណាគ្រីកុំប៉ះពាល់របស់គេណាកូនកុំឲ្យវាមានបាប ពុកអើយអ្នកណាទៅស្មានដល់កូនអើយវាលួចមានសហាយម៉ែតាមតាន់ឃើញផ្ទាល់ភ្នែកវាធ្វើផ្ដេសផ្ដាសជាមួយសហាយវាគឺនៅពំនុកចម្បាំងនៅក្រោយផ្ទះណាកូន អត់ទេមិនពិតទេខ្ញុំមិនជឿទេម៉ែកុំនិយាយផ្ដេសផ្ដាស និយាយតែផ្ដាស់ស្អីឯងត្រូវស្នាយវាឡើងវង្វេងវង្វាន់អស់ហើយមែនទេកូនណាយកូនវាមិនត្រឹមតែមានសហាយទេវាប្រហើនខ្លាំងណាស់ពេលម៉ែតាមតាន់វានោះរកវាយម៉ែទៀតវាគំរាមថាកុំឲ្យម៉ែយករឿងនេះមកប្រាប់ឯងម៉ែភ័យឡើងញាល់ខ្លួនអស់ហើយកូនតែម៉ែមិនអាចទ្រាំបានទៀតទេទើបម៉ែសម្រេចចិត្តបណ្ដេញវាចេញទម្រាំតែវាចេញទៅវាជេរបចោម៉ែដៀលថ្មេះម៉ែសពសារពើតែម៉ែមិនតបតទេកូនអើយព្រោះម៉ែកំពុងតែឈឺម៉ែអត់មានកម្លាំងឆ្លោះជាមួយវាទេកូន មនីនាថមិនដែរអញ្ចឹងទេហេតុអីក៏នាងខ្លាចទៅជាបែបនេះខ្ញុំត្រូវតែតាមរកនាងហើយនាងមកសួរឲ្យដឹងការពិតទើបបាន អើយកុំអីកូនកុំទៅអីស្រីអាក្រក់ដូចជាវាណាមិនសមជាមួយកូនទេឲ្យវាព្រាត់ប្រាសទៅចុះមិនបាច់តាមរកវាទេកូនជឿម៉ែចុះណាកូនណា មនីនាថហេតុអីបានជានាងអាក្រក់ដល់ថ្នាក់នេះហើយចុះអាសនវាទៅណាហើយម៉ែ អើយអាសនវាឈប់នៅហើយវាសុំម៉ែឈប់ហើយវាទៅរកស៊ីនៅកំពង់ឆ្នាំង ហើយនាថអើយមកហូបបាយមកក្មួយ ចាស់ពូ កុំគិតច្រើនអីនៅផ្ទះពូចាត់ទុកថាជាផ្ទះរបស់ឯងទៅចុះណាមុនពេលម្ដាយឯងស្លាប់គាត់បានផ្ដាំផ្ញើឲ្យពូនេះជួយមើលថែឯងពូចាត់ទុកឯងដូចជាកូនពូម្នាក់ដែរ ចាខ្ញុំអរគុណហើយពូសឿនម៉ែខ្ញុំមិនគប្បីចំពោះម៉ែទៅស៊ីឈ្នួលធ្វើការនៅរាជធានីរាប់ឆ្នាំមិនសូវបានមកលេងម៉ែសោះចុងក្រោយសំបីតែម៉ែស្លាប់ក៏ខ្ញុំមិនទាន់ដង្ហើមគាត់ផង បានហើយឈប់រំលឹកទៀតទៅក្មួយម្ដាយឯងគាត់មិនបានខឹងឯងទេអញ្ចឹងឯងកុំបន្ទោសខ្លួនឯងអីណាបើចង់ឲ្យគាត់ស្ងប់សុខឯងក៏ត្រូវតែរស់ឲ្យមានសេចក្តីសុខដែរប្រើជីវិតមួយនេះរស់ឲ្យវាមានប្រយោជន៍បើគាត់បានដឹងគាត់ក៏ស្ងប់ចិត្តដែរណាក្មួយ ចាស់ពូខ្ញុំយល់ហើយពូ ចំណែករឿងប្តីឯងនោះឯងចាំមើលមួយរយៈទៀតសិនទៅក្រែងលោគ្រប់យ៉ាងនឹងវាបានប្រសើរជាងនេះ មិនអីទេពូខ្ញុំធ្វើចិត្តបានហើយតាមមើលរវាងខ្ញុំនិងគាត់ប្រហែលជាអស់និស្ស័យនឹងគ្នាត្រឹមនេះហើយមិនមែនគាត់សុកចិត្តចោលម្ដាយមកយកខ្ញុំនោះទេពូណាស់ចុះ បានហើយហូបបាយទៅក្មួយ យ៉ាងមិនហើយអាដនឯងស៊ើបដឹងហើយនៅពេលនេះវានៅទីណា ពេលនេះនាងនៅផ្ទះឪពុកមីនាងនៅភូមិខាងលិចណាលោកស្រី ល្អណាស់យប់នេះឯងទៅចាត់ការវាទៅឬទេធ្វើយ៉ាងណាកុំឲ្យវាមានដំបូលជ្រកទៀត លោកស្រីនេះលោកស្រីប្រុងឲ្យខ្ញុំទៅលួចដុតផ្ទះគេមែនទេហើយចុះបើគេចាប់បានខ្ញុំមិនជាប់គុកទៅហើយទេហ៎លោកស្រី បើឯងកំសាកមិនហ៊ានធ្វើទេណាយើងទៅជួលអ្នកផ្សេងក៏បាន គឺថាណែឈប់សិនលោកស្រី
ហើយគិតទៅលោកស្រីឆាវីនេះពិតជាសាហាវមែនតើឯងមកដល់ទីនេះទៅហើយគេនៅតាមមកចងពៀននឹងឯងទៀត ពូសឿនឲ្យខ្ញុំសុំទោសផងណាពូខ្ញុំច្តាមហេតុខ្ញុំនាំទុកដល់ពូហើយ នាំទុកស្អីមិនមែនឯងជាអ្នកដុតឯណាមិនអីទេក្មួយឆេះតែរោងបាយបន្តិចទេណាហើយកុំគិតច្រើនអីណាយ៉ាងណាមនុស្សល្អទេវតាតាមថែរក្សាហើយមនុស្សអាក្រក់ចិត្តមៀដូចជាលោកស្រីឆាវីនោះណាច្បាស់ជាកិច្ចពីផលកម្មរបស់គេមិនផុតនោះទេ ចាពូអរគុណពូណាស់ដែលមេត្តាដល់ក្មួយជួបរឿងចឹងហើយពូមិនបន្ទោសក្មួយសំបីតែមួយម៉ាត់ បន្ទោសបានប្រយោជន៍ស្អីមនីនាតឯងជាសាច់ញាតិរបស់ពូដាច់ខាតមិនបោះបង់ឯងចោលទេណាក្មួយសម្លាញ់ ចាពូ 3 ខែកន្លងផុតទៅ កូនណាគ្រីម៉ែសប្បាយចិត្តខ្លាំងណាស់ដែលបានកូនមកធ្វើជាកូនប្រសាម៉ែដឹងថាកូនស្រឡាញ់ចំណានមិនតិចទេស្រឡាញ់គេមិនតិចជាងម៉ែទេកូនចាពិតមែនហើយអ្នកម៉ែចំណែករឿងនាងនាថប្រពន្ធមុនវានោះណាកូនមិនបាច់បារម្ភទេពេលនេះវាអាចនឹងមិនទាន់ភ្លេចប៉ុន្តែឲ្យតែកូនព្យាយាមធ្វើល្អស្រឡាញ់ថ្នាក់ថ្នមប្តីមិនយូរទេវានឹងបំភ្លេចនាងនោះហើយកូនចាស់ម៉ែខ្ញុំដឹងហើយអរគុណហើយណាម៉ែ ម៉ែណាគ្រីថ្ងៃនេះខ្ញុំត្រូវទៅបំពេញការងារនៅរាជធានីប្រហែលជាថ្ងៃស្អែកទើបខ្ញុំត្រឡប់មកវិញ លោកប្តីឲ្យអូនសុំទៅជាមួយផងណាលោកបងអូនចង់ទៅលេងរាជធានីយូរហើយឲ្យអូនទៅដែរទៅណាលោកប្តី មិនបានទេអូនបងទៅធ្វើការមិនទៅដើរលេងទេចាំឱកាសក្រោយចុះណា ហើយមិនដឹងជាស្អីបងឯងទេតែអូនប្រាប់ឲ្យហើយណាទៅធ្វើការឲ្យដឹងធ្វើការហាមបងយកភ្នែកមើលស្រីណាហើយនាងណាឲ្យសោះបងលឺដែរទេតែអូនដឹងណាច្បាស់ជាត្រូវរបស់អូនហើយ ណាគ្រីមិនក៏និយាយស្ដីបែបនេះហើយបងទៅហើយម៉ែខ្ញុំទៅហើយណា ទៅចុះកូនសុខសប្បាយតាមផ្លូវណាកូនណាគ្រីនិយាយស្ដីជាមួយប្តីឲ្យល្អជាងនេះបន្តិចទៅបានទេចាខ្ញុំដឹងហើយម៉ែមកពីខ្ញុំខឹងគាត់ពេកសុំទៅលើកណាក៏មិនឲ្យខ្ញុំទៅដែរខ្ញុំមកចេះតែខ្លាចគាត់លួចទៅមានស្រីជួបស្រីឯណាផ្សេងអើយបានហើយកុំប្រកែកសង្ស័យច្រើនពេកបញ្ញាប់ចូលចង្ក្រានធ្វើម្ហូបទៅកូនហាម៉ែថាម៉េចហ្នឹងនេះម៉ែប្រុងឲ្យខ្ញុំធ្វើម្ហូបអីអញ្ចឹងហ៎ត្រូវហើយឲ្យចាំម៉េចឯងហ្នឹងអូយម៉ែអើយម៉ែខ្ញុំមកចេះធ្វើស្អីខ្ញុំទៅសូម្បីតែជៀនពងមាន់ណាក៏ខ្ញុំមិនចេះដែរខ្ញុំជៀនខ្លោចតែរហូតហ្នឹងបើឲ្យខ្ញុំដាំបាយវិញណាខ្លោចទាំងឆ្នាំងឆៃមិនកាត់ទេអេបើអញ្ចឹងនៅផ្ទះឪពុកឯងបានហូបស្អីហូបទៅមានទៅពិបាកអីទៅគឺប្រើអ្នកបំរើឲ្យធ្វើនោះអីអ្នកបំរើនៅផ្ទះពុកខ្ញុំមិនល្ងងទេមកហូបស្អីក៏គេចេះធ្វើដែរណាស់តែឯងទេដែលល្ងងមិនចេះធ្វើម្ហូបស្អីសោះមែនទេម៉ែ បងប្អូនអើយទិញស្ករទាញទេស្ករទាញស្ករត្នោតផ្អែមឆ្ងាញ់ណាស់បងប្អូនស្ករទាញអើយស្ករទាញទិញស្ករទាញទេអេសំលេងដូចជាប្រហែលដូចជាសំលេងអ្នកណាគេអញ្ចឹងនេះស្ករទាញអូបងប្រុសទិញស្ករទាញទេអូសនតើអញពិតមែនណាហ៎អ្នកប្រុសចំណានអ្នកប្រុសអូយខ្ញុំនឹកអ្នកប្រុសខ្លាំងណាស់ហើយនេះអ្នកប្រុសសុខសប្បាយទេនឹងខ្ញុំសុខធម្មតាទេហើយចុះឯងក្រែងអញថាតរស៊ីនៅកំពង់ឆ្នាំងហ៎ហើយមិនក៏មកលក់ស្ករទាញនៅកំពង់ផែនេះទៅវិញអត់ទេខ្ញុំមានតរស៊ីនៅកំពង់ឆ្នាំងពីអង្កាលអ្នកប្រុសយល់ច្រឡំទេដឹងតែម្ដាយខ្ញុំប្រាប់ច្បាស់ណាស់ថាឯងសុំគាត់ឈប់ហើយតរស៊ីនៅកំពង់ឆ្នាំងអញ្ចឹងគាត់ក៏ហត់អ្នកប្រុសហើយការដែលខ្ញុំត្រូវអត់ការងារធ្វើហើយមកលក់ដូរត្រុកបែបនេះក៏ព្រោះតែគាត់ដែរលោកស្រីឆាវីម្ដាយរបស់អ្នកប្រុសគាត់ខឹងខ្ញុំដែលខ្ញុំចិត្តតែឈឺឆ្អាលយកបង្វិចខោអាវទៅឲ្យអ្នកនាងមនីនាថពេលដែលត្រឡប់មកវិញគាត់ក៏ជេរបន្តិចបណ្ដេញខ្ញុំចេញសនថាម៉េចហ្នឹងឥឡូវសននិយាយប្រាប់ខ្ញុំតាមដំណើររឿងមកមើលថាវាមានរឿងអីឲ្យប្រកាសទៅបាទអ្នកប្រុសចាំស្ដាប់ណា
បិននំបាក់កែងនំខ្សែសយក្តៅបងប្អូនអំពូមីងចេញចូលទិញនំបាក់បិននំខ្សែសយក្តៅសុំចេញខ្ញុំនំឲ្យខ្ញុំមកខ្ញុំទិញទាំងអស់ ចាហាបងចំណានមិនក៏បងមកដល់ទីនេះ គឺបងមករកប្រពន្ធបងមកនាំប្រពន្ធបងត្រឡប់ទៅផ្ទះវិញនឹងណា បងនិយាយស្អីបងការប្រពន្ធថ្មីទៅហើយក៏មកលេងសើចជាមួយខ្ញុំណាតែប៉ុណ្ណេះខ្ញុំឈឺចាប់ឆ្អែតឆ្អន់ហើយ នាងឲ្យបងសុំទោសណាអូនដែលបងទៅជាស្រាលជឿតាមសម្ដីម្ដាយបងអាសនបានប្រាប់បងពីការពិតអស់ហើយការពិតអូនល្អស្អាតស្អំមិនបានធ្វើខុសដោយពាក្យម្ដាយបងនិយាយទេ ខុសត្រូវយ៉ាងណាក៏គាត់នៅតែជាម្ដាយរបស់បងគាត់ធ្វើគ្រប់យ៉ាងក៏ព្រោះតែចង់ឲ្យបងបានខ្ពស់មុខខ្ពស់មាត់បងកុំខឹងគាត់អីទឹកចិត្តជាម្ដាយគឺបែបនេះហើយកាលពីមុនខ្ញុំខឹងគាត់ខ្លាំងណាស់ព្រោះគាត់តាមឈ្នះនេះខ្ញុំមិនព្រមឈប់សោះសូម្បីតែខ្ញុំមកដល់ទីនេះទៅហើយគាត់នៅប្រាប់ឲ្យមនុស្សតាមបំផ្លាញខ្ញុំឲ្យគេលួចដុតផ្ទះពុកមេខ្ញុំទៀតតែក្រោយពេលដែលខ្ញុំបានស្ដាប់ធម៌ចិត្តខ្ញុំបានធូរស្រាលជ្រះស្រឡះច្រើនណាស់កម្មពីអតីតជាតិថ្មីត្បិតថាខ្ញុំមើលមិនឃើញតែប្រហែលជាខ្ញុំធ្លាប់បានសាងបាបកម្មទៅលើគាត់ទៅចិត្តនេះគាត់ស្អប់ខ្ពើមខ្ញុំខ្លាំងយ៉ាងនេះឃើញមុខខ្ញុំគាត់ស្អប់ខ្ញុំដល់ឆ្អឹង នាងបងមិនគប្បីចំពោះអូនបងជាប្តីអត់បានការមិនអាចមើលថែអូនបានអូនប្រាប់បងមកអូនចង់បានអីបងនឹងប៉ះប៉ូវជូនអូនគ្រប់យ៉ាង កុំអីណាបងពេលនេះបងរៀបការមានប្រពន្ធថ្មីទៅហើយបងជាមេគ្រួសារមានភារៈថែទាំគ្រួសារឲ្យបានល្អបំផុតខ្ញុំមិនត្រូវជាអ្វីនឹងបងទៀតទេ អត់ទេប្រពន្ធសម្លាញ់កុំធ្វើអញ្ចឹងអីបងមិនអាចបោះបង់ចោលអូនបានទេ អ្វីដែលបងគាត់ធ្វើនៅពេលនេះគឺត្រូវរីករាយនៅអ្វីដែលបងមានក្នុងពេលបច្ចុប្បន្នមើលថែគ្រួសារបងឲ្យបានល្អបំផុតអតីតកាលដែលសៅម៉ងបងបំភ្លេចចោលឲ្យអស់ទៅហើយខ្ញុំសូមផ្ដាំទៅប្រាប់ម្ដាយផងថាខ្ញុំអហោសកម្មឲ្យគាត់ហើយកុំឲ្យគាត់ចង់ពៀននឹងគ្នាទៀតអីអ្នកណាធ្វើអ្នកនោះបានអ្នកណាចងអ្នកនោះជាប់ ប្រពន្ធសម្លាញ់អូយខ្ញុំមិនចេះនៅទេមិនទាន់បានស្អីផងប្រើអូយយូត្រួតក្បាលខ្ញុំទៅហើយអញ្ជើញលោកស្រីទៅដើររកកូនប្រសាថ្មីទៀតចុះណែនាងណាគ្រីនាងឯងកុំសម្ដីហំពេកវើយយើងជ្រិញណាស់ឪពុកម្ដាយជាអ្នកថ្លៃថ្នូរដែរតែកូនស្រីមកយាតអន់ស្អាតតែរូបស្អីក៏មិនចេះធ្វើណែរាល់ថ្ងៃណាអញទ្រាំនឹងនាងឯងសម្បើមណាស់មិនចាំបាច់ទ្រាំទៀតទេខ្ញុំចេញថ្ងៃនេះហើយម្ដាយក្មេកចិត្តមៀម្ដាយក្មេកយកណីដូចជាលោកស្រីនេះគ្មានកូនប្រសាណានៅជាមួយបានទេមិនយូរមិនឆាប់សំបីតែកូនប្រុសលោកស្រីក៏គេមិននៅជាមួយដែរចាំមើលទៅហើយបានហើយនាងចំគួតចេញពីផ្ទះអញភ្លាមទៅចេញភ្លាមណែកុំភ្លេចប្រាប់កូនប្រុសឲ្យទៅសាលាស្រុកទៅផ្ដិតមេដៃឲ្យលែងលះជាមួយខ្ញុំផងឮដែរទេយាយកញ្ចាស់ចិត្តយ៉ាក់ខេណីហើយណែនាងឯងអើយឆាប់ចេញពីផ្ទះអញភ្លាមទៅចេញទៅរំលងបាន3ថ្ងៃលោកស្រីឆាវីក៏ធ្លាក់ខ្លួនឈឺជាទម្ងន់គ្រូពេទ្យខំព្យាបាលយ៉ាងណាក៏នៅតែមិនជាប៉ុន្មានថ្ងៃក្រោយគាត់ក៏លាចាកលោកទៅម៉ែដឹងខ្លួនឡើងម៉ែកុំស្លាប់ចោលកូនអីណាម៉ែដឹងខ្លួនឡើង គាត់ទៅបានសុខហើយបងកាត់ចិត្តទៅណាបង នាតអូនប្រពន្ធសម្លាញ់បងអស់ហើយអូនបងគ្មានសល់អ្វីទេ តែបងនៅមានខ្ញុំហើយខ្ញុំនឹងនៅក្បែរបងនៅផ្ដល់កម្លាំងចិត្តឲ្យបងស៊ូណាបងចំណាន បងអរគុណណាអរគុណប្រពន្ធសម្លាញ់ក្រោយមកមនីនាថក៏ត្រឡប់មករស់ជាមួយចំណានវិញហើយចាប់តាំងពីពេលនោះមកពួកគេក៏រស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តធ្វើជាមនុស្សមិនត្រូវត្រចៀកស្រាលឆាប់ជឿដោយខ្វះការពិចារណាឡើយចូលកុំហួងហែងកុំក្តាប់ជាប់ពេកព្រោះចុងបញ្ចប់នៃជីវិតអ្វីក៏យើងមិនអាចយកទៅបានដែរ
ក្រៅពីបុណ្យនិងបាប